តាអ្នកគិតថាការគោរពខ្លួនឯងមានន័យដូចម្តេចមនុស្សជាច្រើនគិតថាវាជាការនិយាយថាខ្ញុំមានតម្លៃប៉ុន្តែការគោរពខ្លួនឯងមិនស្ថិតនៅលើពាក្យសម្ដីទេវាបង្ហាញតាមរយៈអ្វីដែលអ្នកធ្វើចំពោះខ្លួនឯងរាល់ថ្ងៃគេគ្រប់គ្រាន់ឬអត់អ្នកថែរក្សាសុខភាពឬអត់អ្នករក្សាពាក្យដែលអ្នកបានសន្យាជាមួយខ្លួនឯងឬអត់អ្នកហ៊ានបដិសេធរឿងដែលប៉ះពាល់ដល់ជីវិតអ្នកឬអត់រឿងតូចៗទាំងនេះកំពុងប្រាប់ថាអ្នកឲ្យតម្លៃលើខ្លួនឯងកម្រិតណាបើអ្នកមិនថែរក្សាខ្លួនឯងកុំរំពឹងថាអ្នកដទៃនឹងធ្វើជំនួសអ្នកចំណាយពេលបន្តិចរាល់ថ្ងៃដើម្បីថែរក្សារាងកាយគំនិតនិងពេលវេលារបស់អ្នកព្រោះទម្លាប់ដែលអ្នកធ្វើជាប្រចាំនឹងក្លាយជាជីវិតដែលអ្នករស់នៅការគោរពខ្លួនឯងមិនចាប់ផ្ដើមពីការទាមទារការគោរពពីអ្នកដទៃទេចាប់ផ្ដើមពីរបៀបដែលអ្នកប្រព្រឹត្តចំពោះខ្លួនឯងថ្ងៃនេះតើអ្នកមានទម្លាប់ល្អណាមួយដែលអ្នកអាចចាប់ផ្ដើមធ្វើសម្រាប់ខ្លួនឯង